អោព្រះដពិតជាព្រះដែលបានបង្កើតឋានសួគ៌ទេវតាផែនដីមនុស្សនិងរបស់សពសរិពើថ្ងៃនេះទូលបង្គំទាំងអស់គ្នាពិតជាអរព្រះគុណដល់ព្រះអង្គយើងខ្ញុំជាគេបរិស័ទយើងខ្ញុំមានសេចក្តីសង្ឃឹមទោះបីយើងខ្ញុំរស់នៅក្នុងជីវិតនេះឬក៏យើងចាក់ចេញពីជីវិតនេះលាចាកលោកនេះក៏ដោយក៏យើងមានសង្ឃឹមដែរព្រោះព្រះគម្ពីរបានចែងថាយើងរស់គឺរស់សម្រាប់ព្រះគ្រីស្ទហើយពេលយើងលាចាកលងទៅយើងនឹងជួបព្រះយេស៊ូវនៅឋានសួគ៌អស់កាលជានិច្ចបន្តទៅទៀតហើយទូលបង្គំអរព្រះគុណព្រះអង្គសម្រាប់ព្រះបន្ទូលដែលលោកពិតពុជចារសពលៈបានចែកចាយថាព្រះអង្គបានត្រៀមវិមានត្រៀមលំនៅឋានទុកឲ្យអស់អ្នកដែលជឿព្រះអង្គនៅឋានសួគ៌រួចស្រេចទៅហើយពេលណាវេលាណាពេលដែលយើងខ្ញុំលាចាកលោកនេះទៅយើងខ្ញុំនឹងទៅនៅឋានសួគ៌ជាមួយព្រះអង្គរៀងរៀបដល់រាបយើងខ្ញុំមិនធ្លាក់នរកឡើយយើងខ្ញុំនឹងបានទៅឋានសួគ៌ជាមួយព្រះជាម្ចាស់ហើយអរគុណដល់ព្រះអង្គដែលឧត្តមសេនីយ៍តូហួរចន្ទរាលោកបានទៅនៅជាមួយព្រះអង្គតាំងពីថ្ងៃទី18នៅថ្ងៃសុក្រម៉ោង10:30នាទីយប់ម្លេះហើយលោកកំពុងតែជួបជាមួយព្រះយេស៊ូវហើយជួបជាមួយនឹងទេវតាជួបជាមួយនឹងអ្នកបម្រើព្រះអង្គទាំងអស់ដែលជួបជុំគ្នានៅឋានសួគ៌ហើយយើងទាំងអស់គ្នាដែលនៅរស់ថ្ងៃមួយយើងនឹងជួបលោកហើយជួបជារៀងរហូតអស់កាលជានិច្ចសូមព្រះម្ចាស់ប្រប្រទានព្រះពរដល់ក្រុមគ្រួសារដល់លោកជំទាវដល់បត្រាបត្រីដល់ចៅប្រុសចៅស្រីដល់លោកគុណគ្រូទាំងអស់ពេញដោយព្រះពរសពបែបយ៉ាងពីព្រះអង្គហើយយើងខ្ញុំក៏អធិដ្ឋានសូមព្រះអង្គប្រប្រទានពរឲ្យថ្ងៃស្អែកជាថ្ងៃនៃពិធីដង្ហែសពសូមព្រះអង្គម្ចាស់ប្រទានពរឲ្យមានអាកាសធាតុល្អសុខភាពល្អដល់ក្រុមគ្រួសារនិងលោកគុណគ្រូហើយអាដាមលោកជំទាវទាំងអស់ហើយនឹងភ្ញៀវកិត្តិយសទាំងអស់ដែលចូលរួមហើយសូមឲ្យពិធីកម្មវិធីទាំងមូលដំណើរការយ៉ាងល្អប្រសើរជាទីថ្វាយសិរីល្អដល់ទ្រង់ក៏សូមអរព្រះគុណព្រះអង្គហើយទូលបង្គំសូមថ្វាយសំណូមពរនឹងពាក្យអធិដ្ឋាននេះដែលនៅព្រះបរមនាមនៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអា